ភ្នោដ៏ធំសម្បើមរបស់អធិរាជចិនទី1គឺភ្នោស្ដេចឈិងដែលមានអាយុកាលជាង 2000 ឆ្នាំត្រូវបានគេជឿជាក់ថាគឺជាភ្នោដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសចិនតែនៅទីនោះគឺជាកន្លែងដ៏អាថ៌កំបាំងមួយដែលអធិរាជនាសម័យនោះសាងសង់វាឡើងដើម្បីការពារការយាយីនិងបំពានពីសត្រូវភ្នោនេះស្ថិតនៅក្រោមដីដ៏សែនជ្រៅមានជម្រៅរាប់ពាន់ម៉ែត្រដែលគ្របដណ្ដប់ទៅដោយព្រៃឈើដុះពាសពេញរួមទាំងអន្ទាក់ជាច្រើនជាន់ផងដែរភ្នោមួយនេះប្រៀបដូចជានគរនៅក្រោមដីអញ្ចឹងដែរនៅទីនោះសម្បូរទៅដោយវត្ថុមានតម្លៃជាច្រើនមហាសាលប៉ុន្តែគេមានចម្ងល់មួយត្រង់ថាតើហេតុអ្វីបានជាអ្នកវិទ្យាសាស្ត្រនិងអ្នករកមិនអាចជីករកភ្នោនេះឲ្យទៅដល់គោលដៅបានពោលគឺបន្តនៅបេសកកម្មជីកភ្នោមួយនេះបន្តទៀតតើមានមូលហេតុចម្បងអ្វីខ្លះដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រក៏ដូចជាក្រុមបុរាណពិទូមិនព្រមបន្តជីកទៅមុខទៀតអ្វីបើគេបានជីកដល់ផ្នែកខាងលើនៃភ្នោមួយនេះទៅហើយរហូតដល់រកឃើញនៅទីហ៊ានដីឥដ្ឋជាច្រើនរួមទាំងសេះដីឥដ្ឋផងដែរដែលត្រូវបានគេដាក់យាមនៅក្នុងភ្នោមួយនេះដើម្បីឲ្យដឹងការពិតសូមប្រិមិត្តទាំងអស់គ្នាចូលមកទីនេះ admin នឹងធ្វើការរៀបរាប់ដំណើររឿងជូនទៅកាន់ប្រិមិត្តទាំងអស់គ្នានៅការពិតនិងឧបសគ្គជាច្រើនដែលពួកគេបានជួបប្រទះប្រសិនបើប្រិមិត្តចូលចិត្តនៅវីដេអូមួយនេះឬចូលចិត្តតាមដាននៅរឿងរ៉ាវប្លែកៗជាច្រើនទៀតសូមជួយចុច Subscribe Channel Video ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗក៏ដូចជាដើម្បីជាកម្លាំងចិត្តសម្រាប់ admin ក្នុងការធ្វើវីដេអូបន្តអរគុណច្រើននេះពេលនេះយើងចូលមកកាន់សាច់រឿងរបស់យើងវិញបើយើងនិយាយអំពីប្រវត្តិសាស្ត្រនៃប្រទេសចិនគេច្បាស់ជានាំគ្នានិយាយអំពីសម័យកាលដ៏រុងរឿងដំបូងបំផុតរបស់ប្រទេសចិនដែលប្រទេសចិនចាប់ផ្ដើមមានស្ដេចចក្រភពមុនគេនៅក្នុងតំបន់អាស៊ីដែលគេតែងតែហៅថាចក្រភពឈិងចក្រភពឈិងមានស្ដេចក្រុងរាជព្រះនាមឈិងស៊ីហួងចាប់ពីឆ្នាំ221រហូតដល់ឆ្នាំ226មុនគ្រិស្តសករាជស្ដេចឈិងគឺជាស្ដេចដែលបានបង្រួបបង្រួមផែនដីចិនទាំងមូលឲ្យក្លាយទៅជាដែនដីរួមតែមួយនិងជាអ្នកបង្កើតនូវទំនៀមទម្លាប់វប្បធម៌ប្រពៃណីដ៏មានតម្លៃសម្រាប់ប្រទេសចិនរហូតមកដល់ពេលបច្ចុប្បន្ននេះកាលពីជាង 2000 ឆ្នាំមុនប្រទេសចិនមិនមែនជាដែនដីតែមួយដូចសពថ្ងៃនោះទេពលគឺមាននគរជាច្រើនដាច់ដោយឡែកពីគ្នាហើយនគរទាំងនោះតែងតែដណ្ដើមទឹកដីគ្នាជាបន្តបន្ទាប់ដែលសង្គ្រាមនោះគេហៅថាសង្គ្រាមរដ្ឋដែលរដ្ឋឬនគរនីមួយៗទាំងអស់នោះមានច្បាប់ទម្លាប់និងប្រពៃណីទំនៀមទម្លាប់រៀងៗខ្លួនពលគឺនៅសម័យនោះប្រទេសចិនមិនទាន់មានសន្តិភាពពេញលេញនៅឡើយទេនៅលើដីពោពេញទៅដោយឈាមនៃការកាប់សម្លាប់គ្នាមិនចេះចប់ដោយសារតែនគរនីមួយៗរិះរកគ្រប់វិធីដើម្បីការពារទឹកដីរបស់ខ្លួននិងវាយដណ្ដើមយកទឹកដីរដ្ឋឬក៏នគរដែលនៅជិតៗខ្លួនទៀតផងតាមរយៈការស្រាវជ្រាវរបស់អ្នកប្រវត្តិវិទូចិនបានឲ្យដឹងថានៅក្នុងឆ្នាំ251មុនគ្រិស្តសករាជប្រទេសចិនបុរាណស្ថិតនៅក្នុងសង្គ្រាមស៊ីសាច់ហុតឈាមរវាងនគរតូចៗដែលមានស្ដេចក្រាញ់កាន់កាប់នៅតាមតំបន់នីមួយៗពេលនោះប្រទេសចិនមិនទាន់មានស្ដេចឡើងសោយរាជ្យពិតប្រាកដនោះទេនៅក្នុងគ្រានោះផងដែរនៅក្នុងដែនដីនគរឈិងស្ដេចចាស់ទើបតែសោយទីបង្គត់ទៅបានបន្សល់ទុកនៅស្រីស្នំចំនួន23នាក់ហើយត្រូវបានគេនិរទេសចេញទៅនគរចៅនៅក្នុងស្រីស្នំទាំងអស់នោះគឺមានស្រីស្នំម្នាក់ឈ្មោះថាចៅជីដែលគេបានសង្ស័យថានាងលួចមានទំនាក់ទំនងជាមួយនឹងលាវពវ័យដែលជាអ្នកជំនួយដ៏ស្ដុកស្ដម្នាក់និងជាទីប្រឹក្សាផ្ទាល់របស់ស្ដេចហើយក៏មានទំនាក់ទំនងស្នេហាជាមួយនឹងស្ដេចថ្មីផងដែរចៅជីបានបង្កើតកូនប្រុសម្នាក់របស់នាងដែលមានឈ្មោះថាចៅចឹងដែលកើតនៅក្នុងកំឡុងឆ្នាំ259មុនគ្រិស្តសករាជពេលនោះចៅជីបានទៅដល់នគរចៅនាងបានប្រកបមុខរបរជាស្រីរំរបាំដើម្បីចិញ្ចឹមជីវិតជាមួយនឹងកូនប្រុសកំសត់របស់នាងក្រោយពេលដែលស្ដេចថ្មីបានឡើងសោយរាជ្យលាវពវ័យបានរៀបចំគម្រោងប្រថុយខ្លួនទៅកាន់នគរចៅដើម្បីនាំយកម្ដាយកូនគេទាំងពីរត្រឡប់មកកាន់នគរឈិងវិញដើម្បីឲ្យស្ដេចថ្មីទើបតែឡើងគ្រងរាជ្យទទួលស្គាល់ពួកគេថាគឺជាស្ដេចឈិងបង្កើតនៅពេលដែលចៅចឹងបានចូលមកដល់នគរឈិងភ្លាមចំនួននៃយាទវង្សក៏ចាប់ផ្ដើមកើតឡើងក៏ព្រោះតែមានគេសង្ស័យថាចៅចឹងមិនមែនជាស្ដេចឈិងបង្កើតរបស់ស្ដេចថ្មីនោះឡើយតែចំនួននេះត្រូវបានលាវពវ័យរៀបចំល្បិចរួចជាស្រេចដើម្បីដោះស្រាយនៅពេលនោះអំណាចនៅក្នុងនគរពាក់កណ្ដាលគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់លាវពវ័យម្ដងបន្តិចលាវពវ័យកាន់តែមានអំណាចធំឡើងជាលំដាប់រហូតដល់ហ៊ានឡើងគំរាមស្ដេចដើម្បីដាក់បរិយាបណ្ដាំ
ត្រូវតែឲ្យចៅចឹងឡើងធ្វើជាព្រះរាជាយាទបន្ទាប់ពីស្ដេចជោទីវង្គតក្រោយមកនៅក្នុងឆ្នាំ247មុនគ្រិស្តសករាជក្រោយពេលដែលស្ដេចបានយាងជោទីវង្គតចៅចឹងដែលត្រូវបានតែងតាំងជាព្រះរាជាយាទស្នងរាជបន្តត្រូវបានគេប្រកាសឲ្យឡើងធ្វើជាស្ដេចបន្តពីព្រះបិតាដោយដាក់ព្រះនាមក្នុងរាជស្ដេចថាស្ដេចអ៊ីចឹងជំនួសឲ្យឈ្មោះចៅចឹងនៅក្នុងអាយុ13ឆ្នាំថ្មីបើស្ដេចអ៊ីចឹងត្រូវបានឡើងសោយរាជក៏ពិតមែនប៉ុន្តែអំណាចនិងរាជកិច្ចទាំងក្នុងនិងក្រៅគឺស្ថិតនៅក្នុងកំណត់ដៃរបស់លាវពវ័យដែលក្លាយទៅជាឪពុកធរនិងក្លាយទៅជាអបរាជលាវពវ័យគឺជាអ្នកគ្រប់គ្រងបញ្ហានិងបញ្ជាដែលធ្វើឲ្យស្ដេចអ៊ីចឹងមានគំនិតចង់រំដោះខ្លួនចេញពីការគ្រប់គ្រងរបស់លាវពវ័យរហូតដល់ស្ដេចអ៊ីចឹងមានអាយុក្បែរ30ឆ្នាំទើបទ្រង់អាចដណ្ដើមអំណាចផ្ទៃក្នុងពីដៃលាវពវ័យមកកាន់ពេញលេញចាប់តាំងពីស្ដេចអ៊ីចឹងចាប់ផ្ដើមកាន់អំណាចពេញលេញភ្លាមអ្វីដែលទ្រង់ធ្វើដំបូងគេនោះគឺព្យាយាមពង្រឹងអំណាចកងទ័ពឲ្យខ្លាំងក្លាឡើងវិញព្រោះដោយសារតែប្រទេសនេះធ្លាប់ជួបនៅវិបត្តិសង្គ្រាមពីមុនមកក្រោយពេលដែលពង្រឹងកងទ័ពបានរឹងមាំហើយស្ដេចអ៊ីចឹងចាប់ផ្ដើមធ្វើសង្គ្រាមពង្រីកទឹកដីនិងអំណាចរបស់ខ្លួនចាប់ពីឆ្នាំ236ដល់221មុនគ្រិស្តសករាជពោលគឺរយៈពេល15ឆ្នាំទ្រង់បានកំទេចនគរតូចៗដែលកាលពីមុនមានស្ដេចក្រាញ់នៅតាមតំបន់ឲ្យមកស្ថិតនៅក្រោមដែនដីបង្រួបបង្រួមតែមួយរបស់ទ្រង់នគរដែលទ្រង់បានបង្រួបបង្រួមមានទាំងអស់6នគរមានដូចជានគរវួយនគរវួយនគរចៅនគរឈូនគរយុនិងនគរយានហើយចុងក្រោយគេនោះគឺនគរឈីក្រោយពីទ្រង់បានវាយកំទេចនគរទាំង6រួចបង្រួបបង្រួមបញ្ចូលតែមួយនៅក្នុងឆ្នាំ221មុនគ្រិស្តសករាជស្ដេចអ៊ីចឹងបានធ្វើការឡើងសោយរាជជាព្រះចៅអធិរាជស្ដេចឈីងដែលមានព្រះនាមហៅថាឈីងស៊ីហួងមានន័យថាព្រះចៅអធិរាជទី1នៃនគរឈីងនៅពេលដែលឡើងសោយរាជលើកដំបូងព្រះអង្គមានអាយុ39ឆ្នាំចាប់តាំងពីឡើងសោយរាជមកព្រះចៅអធិរាជស្ដេចឈីងស៊ីហួងបានប្រឹងកសាងកងទ័ពបង្រួបបង្រួមប្រជាជនមានភាសាអក្សរវប្បធម៌ទំនៀមទម្លាប់ជាច្រើនបញ្ចូលគ្នាតែមួយហើយអ្វីដែលធ្វើឲ្យប្រវត្តិវិទូមានការចងចាំនោះគឺការបង្រួមភាសានិងអក្សរប្រើប្រាស់តែមួយការបង្កើតប្រកាសដំបូងគេព្រមទាំងការសាងសង់មហាកំផែងចិនដែលទីនោះគឺជាទីកន្លែងប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយរបស់ប្រទេសចិនមហាកំផែងចិនមានប្រវែង 43,721 ម៉ែត្រដែលសាងសង់នៅលើខ្នងភ្នំមួយជំហានប្រទេសប្រើប្រាស់កម្លាំងមនុស្សសរុបប្រហែលជា 30,000 នាក់ក្នុងការកសាងគោលបំណងដែលទ្រង់សាងសង់មហាកំផែងមួយនេះឡើងគឺដើម្បីការពារប្រទេសពីសត្រូវនៅក្នុងពេលដំណើរគ្នានេះក៏មានក្រុមបះបោរមន្ត្រីក្នុងរាជវាំងមួយចំនួនបានធ្វើការបបោរនឹងស្ដេចឈីនស៊ីហួងក្រោយមកទ្រង់បានដឹងរឿងនេះទ្រង់បានបង្ក្រាបបានសម្រេចក្រោយពេលដែលមានរឿងនេះមកស្ដេចឈីនស៊ីហួងតែមានបំណងមួយយ៉ាងគឺចង់រស់នៅក្នុងជីវិតមិនចេះស្លាប់ពោលគឺព្រះអង្គចង់បានជីវិតអមតៈដើម្បីបន្តគ្រប់គ្រងអំណាចបើទោះបីទ្រង់ដឹងថារឿងនេះវាមិនអាចក៏ដោយប៉ុន្តែទ្រង់បានដាក់បញ្ជាឲ្យគេដើររកសពគ្រប់ទីកន្លែងពេញផ្ទៃនគរដើម្បីបង្កើតបាននៅថ្នាំជីវិតអមតៈនេះឡើងក្រោយមកព្រះអង្គបានបញ្ជាឲ្យគេចាប់មនុស្សមកធ្វើការសាងសង់ភ្នំមួយសម្រាប់ត្រៀមទុកមុនផងដែរក្រៃលោពេលដែលទ្រង់ចូលទីវង្គតនឹងអាចប្រើប្រាស់ទីនោះដើម្បីធ្វើជាទីកន្លែងបញ្ចុះអដ្ឋិធាតុហើយទីនោះគឺជាកន្លែងដែលគ្រប់គ្នាស្គាល់ថាភ្នោស្ដេចឈីងនោះឯងទីតាំងនោះមានឈ្មោះថាភ្នំលីងដែលមានទីតាំងបច្ចុប្បន្នស្ថិតនៅខេត្តស៊ីអានភ្នោស្ដេចឈីងប្រើប្រាស់ពេលសាងសង់អស់រយៈពេល7ឆ្នាំពោលគឺចាប់ពីឆ្នាំ219រហូតដល់213មុនគ្រិស្តសករាជផ្ទៃដីសរុបនៃការសាងសង់ភ្នោនេះមានផ្ទៃកាឡាចំនួន 6.3 គីឡូម៉ែត្រការ៉េប្រើប្រាស់មនុស្សប្រហែលជា 70,000 នាក់ដើម្បីកសាងនៅក្នុងភ្នោនោះមានបង្កប់នៅគន្លឹះយន្តសម្ងាត់ជាច្រើនដើម្បីការពារភ្នោកុំឲ្យមានចោរកោសបានហើយព្រះអង្គបានចេញរាជបញ្ជាដើម្បីរក្សានឹងការសម្ងាត់នៃគន្លឹះយន្តទាំងអស់នោះព្រះអង្គបានបញ្ជាឲ្យទាហានកប់ប្រជាជននិងជាងដែលបានសាងសង់ភ្នោនេះទៅជាមួយនៅក្នុងភ្នោនោះ
ដើម្បីរក្សានូវការសម្ងាត់នៅក្នុងប្រជជន50ឆ្នាំស្ដេចឈីងស៊ីហួងបានធ្លាក់ខ្លួនឈឺធ្ងន់ហើយទ្រង់ក៏បានចូលទីមង្គតនៅតាមផ្លូវពេលកំពុងចុះទៅកាន់សមុទ្រខាងត្បូងដើម្បីស្វែងរកថ្នាំអមតៈដំណឹងនៃការចូលទីមង្គតរបស់ទ្រង់មិនត្រូវបានគេប្រកាសភ្លាមៗនោះទេសាកសពរបស់ទ្រង់ត្រូវបានដឹកមកកាន់ទីក្រុងលៀកយ៉ាងដោយបន្លំជាមួយនឹងត្រីស្អុយដើម្បីកុំឲ្យប្រជារាស្ត្របានដឹងហើយស្ដេចដែលបន្តសោយរាជ្យបន្តពីទ្រង់គឺស្ដេចហូហាយចាប់ពីឆ្នាំ210រហូតដល់207មុនគ្រិស្តសករាជតែក្រោយមកក្រោយពេលដែលទ្រង់បានសោយរាជ្យបាន3ឆ្នាំជាងក៏រលាយនគរទាំងមូលដោយសារតែស្ដេចខ្វះសមត្ថភាពមន្ត្រីមកគ្រប់គ្រងប្រជារាស្ត្រខឹងសម្បានឹងជិះជាន់ស្ដេចមុនផងភ្នូស្ដេចឈីងគឺជាមហាចេតិយក្រោមដីដ៏ធំមួយដែលបានសាងសង់ជិត40ឆ្នាំដែលមានលក្ខណៈជាព្រះរាជវាំងក្រោមដីទ្រព្យសម្បត្តិរបស់របរត្រូវបានរកឃើញជាបន្តបន្ទាប់មានដូចជាទាហានដីឥដ្ឋឬ Terracotta រូបចម្លាក់ទាហានសេះនិងរទេះសេះទំហំប៉ុនរបស់ពិតជាង 7,000 នាក់រទេះសេះសម្រិតគឺជារទេះសេះដែលធ្វើពីសម្រិតដ៏ល្អវិចិត្រត្រូវបានគេរកឃើញនៅក្នុងភ្នូព្រះអង្គដូចគ្នាវត្ថុមានតម្លៃមួយចំនួនដូចជាទ្រព្យសម្បត្តិគ្រឿងអលង្ការនិងប្រាក់កាក់ជាច្រើនដែលប្រមូលពីនគរចំណោះកាលពីព្រះអង្គនៅមានប្រជជនផែនទីតកកមានដូចជាបឹងទន្លេនិងសមុទ្រដែលផែនទីនេះបង្កើតឡើងពីសារធាតុបារតអន្ទាក់ជាច្រើនដំណាក់មានដូចជាធ្នូស្វ័យប្រវត្តិដែលមានជាតិពុលដើម្បីការពារនៅភ្នូមួយនេះមកទល់ពេលបច្ចុប្បន្ននេះមិនទាន់មានក្រុមអ្នកស្រាវជ្រាវឬបុរាណវិទូប្រទេសចិនណាមួយបានបន្តការងារជីកភ្នូស្ដេចឈីងទៀតនោះទេចាប់តាំងពីការបញ្ចប់នៃការជីកលើកទី1មកម្លេះសម្រាប់ទ្រព្យសម្បត្តិនិងរបស់របរដែលត្រូវបានគេរកឃើញទាំងអស់ដោយបានរៀបរាប់ខាងលើគឺជាការជីកភ្នូលើកដំបូងរបស់បុរាណវិទូហើយពួកគេបានសន្និដ្ឋានថាភ្នូមួយនេះគឺមាន2ជាន់ដែលជាន់ក្រោមគឺជាព្រះរាជវាំងក្រោមដីពោលគឺចំណុចភ្នូស្ដេចឈីងនោះឯងដែលមានជម្រៅទៅក្រោមដីប្រហែលជា35ម៉ែត្រឯណោះខណៈដែលផ្នែកខាងលើភ្នូគឺមានទាហានដីឥដ្ឋនិងសេះដីឥដ្ឋមួយចំនួនធំដែលមានជម្រៅរាក់តែប៉ុណ្ណោះត្រឹមតែ3ទៅ4-5ម៉ែត្រតែប៉ុណ្ណោះដូច្នេះប្រសិនបើប្រថុយជីកទៅដល់ខាងក្រោមជ្រៅពេកវាអាចប្រឈមមុខនៅហេតុការណ៍មួយចំនួនដូចជាការបាក់ដីជាដើមអ្វីដែលសំខាន់នៅការជីកកកាយត្រូវប្រើពេលវេលាជាច្រើនបន្ថែមទៀតជាពិសេសនោះគឺថវិកាក្រុមបុរាណពិទូបានប្រើប្រាស់ពេលជាង30ឆ្នាំទៅ40ឆ្នាំទៅហើយដើម្បីធ្វើការជីករករកហើយការរករករបស់ពួកគេនោះរកឃើញបានត្រឹមប្រហែល1/3នៃភ្នូតែប៉ុណ្ណោះដូច្នេះពួកគេមិនដឹងទេថាតើតម្រាំតែរកឃើញភ្នូទាំងស្រុងត្រូវចំណាយពេលប្រមាណឆ្នាំទៀតពោលគឺពួកគេត្រូវការថវិកានិងធនធានមនុស្សបូករួមទាំងបច្ចេកទេសផងដែរទើបអាចបន្តការងារនេះទៅមុខបានចំណុចសំខាន់មួយទៀតនៅក្នុងភ្នូសម្បូរទៅដោយសារធាតុបារតដែលមានចំនួនដ៏ច្រើនរលប់ត្រូវបានគេអង្កេតឃើញនៅក្នុងភ្នូនេះផងដែរវាអាចធ្វើឲ្យអ្នកបុរាណវិទូពលនៅពេលដែលពួកគេចូលទៅដល់ក្នុងភ្នូលើពីនេះទៅទៀតបើសារធាតុបារតមួយនេះត្រូវបានលេចធ្លាយចេញមកខាងក្រៅនោះវាអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានទាំងមូលក្នុងភ្នូស្ដេចឈីងគេមានដាក់អន្ទាក់អ្វីខ្លះតាមកំណត់ត្រារបស់ប្រវត្តិសាស្ត្ររបស់ស៊ីម៉ាឈៀនបានឲ្យដឹងថានៅក្នុងទីតាំងព្រះរាជវាំងក្រោមដីឬភ្នូរបស់ស្ដេចឈីងគឺពោពេញទៅដោយទ្រព្យសម្បត្តិដ៏កម្ររបស់ស្ដេចឈីងដែលទ្រង់បានប្រមូលនៅទូទាំងនគរក្នុងភ្នូមានបឹងទន្លេដែលមានលំហូរទឹកទៅដោយសារធាតុបារតដើម្បីការពារភ្នូមិនឲ្យមានការរំខានពីសត្រូវរួមទាំងអន្ទាក់ដែលមានធ្នូពោពេញទៅដោយជាតិពុលត្រូវបានដំឡើងឡើងដើម្បីសម្លាប់អ្នកដែលបំពានតែម្ដងតាមការសន្និដ្ឋានភ្នូនេះមិនត្រូវបានចោលក៏ម្ដងណាឡើយយោងតាមរយៈសារធាតុបារតដែលមាននៅក្នុងភ្នូបានបញ្ជាក់ថាភ្នូនេះមិនត្រូវបានគេយាយីម្ដងណាឡើយព្រោះបើសិនជាវាត្រូវបានគេជីកកកកាយពិតមែនវានឹងមានការសាយភាយនៅសារធាតុបារតចេញមកខាងក្រៅលើពីនេះទៅទៀតគេក៏មិនឃើញមានស្នាមជីកកកាយភ្នូពីមុនមកដែរក្រោយពីបានរកឃើញភ្នូនេះនៅទីក្រុងស៊ីអាននៅក្នុងឆ្នាំ1974មកការជីកកកាយរកចាប់ផ្ដើមលើកដំបូងដែលអ្នកស្រាវជ្រាវបានជីកកកាយរកឃើញនៅទាហានដីឥដ្ឋប្រមាណជា 8,000 រូបរទេះចម្បាំង130គ្រឿងសេះ670ក្បាលក្រៅពីនេះក៏មានតន្ត្រីករសិល្បករនិងទាស័យដែលជាដីឥដ្ឋផងដែរហើយក្រោយពីការជីកកកាយបានផ្អាកមួយរយៈមកដោយសារតែកត្តាមួយចំនួនដូចបានរៀបរាប់ខាងលើមកដល់ពេលនេះមិនទាន់មានព័ត៌មានជាក់លាក់ណាមួយបញ្ជាក់ថាបុរាណវិទូនឹងបន្តរករកបន្តទៅទៀតនោះទេអ្នកជំនាញបាននិយាយថា
ពួកគេមានតែពាក្យថារងចាំសិនតែប៉ុណ្ណោះសង្ឃឹមថានាពេលអនាគតនឹងមានសម្ភារៈនិងឧបករណ៍រੂរោគទំនើបៗជាងនេះដើម្បីបន្តការរੂរោគរបស់ពួកគេនេះសបញ្ជាក់ឲ្យឃើញថាការខិតខំរបស់អ្នកស្រាវជ្រាវនិងបុរាណវិទូប្រទេសចិនពិតជាមិនអត់ប្រយោជន៍នោះទេក្រោយពីពេលដែលចាយពេលអស់ជាង30ឆ្នាំមកពួកគេបានស្វែងយល់នៅប្រវត្តិសាស្ត្រសម័យកាលបុរាណមុននិងបច្ចេកទេសនៃការសាងសង់របស់មនុស្សជំនាន់ដើមជាពិសេសនោះគឺសំណង់ដ៏អស្ចារ្យមួយដែលស្ថិតនៅក្រោមដីដែលសប្តាហ៍ថ្ងៃនេះកន្លែងដែលរੂរោគរបស់ពួកគេក្លាយទៅជាតំបន់ទេសចរប្រវត្តិសាស្ត្រដ៏ធំមួយនៅប្រទេសចិនរួចបាត់ទៅហើយសម្រាប់ប្រិមិត្តមានមតិយោបល់បែបណាខ្លះក្រោយពេលទស្សនានិងការរៀបរាប់តាមរយៈវីដេអូមួយនេះប្រិមិត្តអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានហើយប្រសិនបើប្រិមិត្តពេញចិត្តនៅវីដេអូមួយនេះសូមចុច like និង subscribe អ្នកមួយផងណាអរគុណប្រិមិត្តទាំងអស់គ្នាពួកយើងនឹងជួបគ្នានៅវីដេអូបន្ទាប់សូមជម្រាបលា